ពន់ជាមួយនឹងការសរសេរនៅក្នុងបាទសេចក្តីអត្ថាធិប្បាយដែលគេត្រូវកំណត់រយៈពេលបាទកំណត់រយៈពេលយ៉ាងម៉េចគឺនៅក្នុងសេចក្តីផ្ដើមនេះយើងមានលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាដូច្នេះនៅក្នុងសេចក្តីផ្ដើមនេះគឺគេឲ្យពិន្ទុសម្រាប់ថ្នាក់សង្គមគឺ15ពិន្ទុបាទហើយរយៈពេលនៃការសរសេរគឺ15នាទីបានហើយបាទន័យថាម៉េចយើងចែកវាទៅលំនាំបញ្ហានេះគេឲ្យ7ពិន្ទុបាទយើងសរសេររយៈពេលឲ្យបានច្រើនជាងចំណូលនិងចំណោទបញ្ហាដល់ពេលចំណូលគឺគេឲ្យ4ពិន្ទុបាទចំណោទគេឲ្យ4ពិន្ទុបាទដល់ពេលយើងធ្វើការសរុបទៅគឺវា15ពិន្ទុបាទអញ្ចឹងយើងរាប់ទៅ7 4បាទ15អញ្ចឹងរយៈពេលបាទគឺ15នាទីបាទយើងញែកទៅចំណូលបញ្ហាចំណោទបញ្ហាយើងសរសេរត្រឹមតែ2នាទីបានហើយយើងនៅសល់ប្រហែលនាទីគឺយើងຕົកតែលំនាំបញ្ហាទៅពេលដែលយើងយល់ដឹងអំពីរបៀបនៃការសរសេរបែបនេះហើយយើងទទួលបានជោគជ័យយ៉ាងហោចណាស់ក៏មិនបាន15ពិន្ទុក៏អាចនៅក្នុងចន្លោះបាទ13 12ពិន្ទុដែរបាទអញ្ចឹងយើងយល់ដឹងច្បាស់អំពីសេចក្តីផ្ដើមមានលំនាំចំណូលនិងចំណោទបញ្ហាហើយយើងទៅមើលលើតួសេចក្តីម្ដងបាទនៅក្នុងតួសេចក្តីរបស់យើងខ្ញុំបង្ហាញផ្ទាំងនេះគឺ3ចំណុចដែល